រឿងនិទានខ្លីលងស្នេហ៍នារីញាក់ចំនួននៅកណ្ដាលទីក្រុងភ្នំពេញដ៏មមាញឹកមានស្ត្រីញាក់មានម្នាក់ឈ្មោះណារីនាងជាម្ចាស់ក្រុមហ៊ុនធំមានផ្ទះធំឡានថ្លៃនិងជីវិតដែលមនុស្សជាច្រើនស្រមៃចង់បានប៉ុន្តែក្រោយភាពរុងរឿងនោះបេះដូងនាងវិញស្ងាត់និងឯកានាងធ្លាប់ឈឺចាប់ពីស្នេហាដែលធ្វើឲ្យនាងជឿថាមនុស្សភាគច្រើនស្រឡាញ់តែប្រាក់មិនមែនស្រឡាញ់ចិត្តថ្ងៃមួយក្នុងពេលនារីទៅពិនិត្យគម្រោងសំណង់ក្រោយក្រុងនាងបានជួបបុរសវ័យក្មេងម្នាក់ឈ្មោះប៊ុនថនគាត់ជាបុរសស្រុកស្រែមកធ្វើការជីជាងសំណង់ដើម្បីផ្ញើប្រាក់ទៅចិញ្ចឹមម្ដាយចាស់នៅភូមិសម្លៀកបំពាក់គាត់សាមញ្ញដៃកំពុងមមែងញឹកដោយការងារតែភ្នែកគាត់ពោពេញដោយភាពស្មោះត្រង់និងការខិតខំនារីចាប់អារម្មណ៍លើប៊ុនថនមិនមែនដោយស្នេហាភ្លាមៗទេប៉ុន្តែដោយភាពមាននិស្ស័យនិងអាណិតអាសូរនាងបានផ្ដល់ប្រាក់ឲ្យគាត់ដើម្បីឲ្យគាត់ទៅធ្វើការជាមួយនាងឲ្យកំដរអារម្មណ៍នាងញ៉ាំអាហារនិងនិយាយជាមួយនាងដូចជាគូស្នេហាសម្រាប់នារីវាគ្រាន់តែជាការទិញអារម្មណ៍និងការលួងលោមចិត្តប៊ុនថនទទួលយកព្រោះគាត់ត្រូវការប្រាក់ដំបូងគាត់រក្សាចម្ងាយជ្នួនចិត្តដោយគិតថាវាជាការងារមិនអាចយកចិត្តទៅលាយឡំបានប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃគាត់បានឃើញនារីតែងតែនឹងម្នាក់ឯងហើយពេលខ្លះក៏យំហាក់ដូចមានរឿងក្នុងចិត្តជាច្រើននិងខ្វះភាពកក់ក្ដៅពីគ្រួសារមួយរយៈក្រោយមកនារីក៏ចាប់ផ្ដើមផ្លាស់ប្ដូរនាងចាប់ផ្ដើមរងចាំសំឡេងប៊ុនថនចាប់ផ្ដើមខ្វល់យកចិត្តទុកដាក់ពីគាត់ចាប់ផ្ដើមសើចពេលនៅជាមួយគាត់ជាលើកដំបូងក្នុងជីវិតនាងមានអារម្មណ៍ថាប្រាក់មិនអាចទិញអារម្មណ៍មួយនេះបានទេថ្ងៃមួយប៊ុនថនបានប្រាប់ការពិតថាគាត់មិនអាចបន្តទទួលប្រាក់ដើម្បីលើកស្នេហាបានទៀតទេព្រោះចិត្តគាត់បានចាប់ផ្ដើមមានអារម្មណ៍ថាដូចស្រឡាញ់នាងពិតហើយគាត់ខ្លាចថាវានឹងបំផ្លាញខ្លួនឯងនិងនារីគាត់សម្រេចចិត្តត្រឡប់ទៅស្រុកទោះមានឱកាសរស់នៅជីវិតល្អនៅក្រុងក៏ដោយការចាក់ចេញរបស់ប៊ុនថនធ្វើឲ្យនារីឈឺចាប់ជាខ្លាំងនាងបានយល់ថាជាលើកដំបូងមានមនុស្សម្នាក់មិនអាចទិញបានដោយប្រាក់នាងបានយល់ថាស្នេហាពិតមិនមែនជាការកាន់កាប់ទេប៉ុន្តែជាការឲ្យសេរីភាពមួយខែក្រោយមកនារីបានទៅដល់ភូមិស្រុកស្រែរបស់ប៊ុនថនដោយគ្មានឡានថ្លៃគ្មានសម្លៀកបំពាក់ប្រណិតតែមានតែចិត្តស្មោះនាងឈរមុខផ្ទះឈើទូកមួយហើយនិយាយថាលើកនេះខ្ញុំមិនយកប្រាក់មកទិញអ្វីទេខ្ញុំយកចិត្តមកសុំស្នេហាប៊ុនថនញញឹមស្រក់ទឹកភ្នែកហើយដឹងថាស្នេហាពិតបានចាប់ផ្ដើមនៅពេលដែលប្រាក់លែងមានន័យបន្ទាប់ពីនារីទៅដល់ភូមិស្រុកស្រែរបស់ប៊ុនថននិងបង្ហាញចិត្តស្មោះនាងគិតថាស្នេហាអាចឈ្នះគ្រប់យ៉ាងប៉ុន្តែជីវិតមិនសាមញ្ញដូចសេចក្តីស្រមៃឡើយម្ដាយប៊ុនថនមិនពេញចិត្តនឹងនារីទេសម្រាប់គាត់ស្ត្រីអ្នកមានគឺជាមនុស្សពិភពផ្សេងគ្មានថ្ងៃយល់ចិត្តអ្នកស្រុកស្រែគាត់ខ្លាចថាកូនប្រុសរបស់គាត់នឹងឈឺចាប់ស្នេហារវាងអ្នកមាននិងអ្នកក្រីក្រវាមិនយូរទេកូនអើយពាក្យនេះប៉ះពាល់បេះដូងប៊ុនថនយ៉ាងខ្លាំងឯអ្នកភូមិវិញចាប់ផ្ដើមនិយាយក្រោយខ្នងនារីខ្លះថានាងមកព្រោះស្រឡាញ់ប៊ុនថនពិតអ្នកខ្លះថានាងចង់ទិញប៊ុនថនយកទៅក្រុងវិញពាក្យចេញពីមាត់អ្នកភូមិคล้ายជាខ្សែចងបេះដូងប៊ុនថនឲ្យកាន់តែធ្ងន់ចំណែកនារីដែលធ្លាប់រស់ក្នុងពិភពប្រណិតមិនធ្លាប់ជួបការលំបាកនិងរើសអើងបែបនេះឡើយពេលយប់នាងសងំយំនៅក្នុងផ្ទះឈើតែពេលថ្ងៃនាងនៅតែញញឹមដើម្បីមិនឲ្យប៊ុនថនឈឺចាប់រីឯនៅក្រុងឯណោះវិញអតីតគូដណ្ដឹងនារីដែលជាបុរសមានអំណាចនិងជាដៃគូពាណិជ្ជកម្មធំបានដឹងថានាងមករស់នៅឯភូមិជាមួយប៊ុនថនគេប្រើការងារនិងអនាគតក្រុមហ៊ុនជាឧបករណ៍គៀបសង្កត់នាងជាខ្លាំងបើអ្នកមិនត្រឡប់មកក្រុងទេអ្វីដែលអ្នកកសាងទាំងអស់នឹងបាត់បង់នារីឈរនៃចន្លោះស្នេហានិងអនាគតជីវិតដែលនាងខិតខំសាងមកជាច្រើនឆ្នាំតាំងពីម្ដាយប៊ុនថននិយាយមកប៊ុនថនចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនគ្មានអ្វីសមនឹងនារីឡើយគាត់ក្រីក្រគ្មានការសិក្សាខ្ពស់គ្មានអំណាចតួនារីនិយាយថាស្នេហាមិនវាស់ដោយប្រាក់ក្ដីបេះដូងបុរសម្នាក់នេះនៅតែឈឺថ្ងៃមួយគាត់និយាយពាក្យដែលធ្វើឲ្យនារីស្ងាត់ខ្ញុំមិនចង់ឲ្យអ្នកលះបង់ពិភពលោករបស់អ្នកដើម្បីមករស់ជាមួយភាពក្រីក្រពាក្យនោះមិនមែនជាការបដិសេធស្នេហា
តែជាការការពារស្នេហាពេលឮពាក្យទាំងនេះនារីក៏សម្រេចចិត្តត្រឡប់ទៅក្រុងវិញដើម្បីដោះស្រាយការងារនិងសង្គ្រោះក្រុមហ៊ុនប៊ុនថននៅឯស្រុកបន្តធ្វើការនិងថែរក្សាម្ដាយគម្លាតធ្វើឲ្យអ្នកទាំងពីរឈឺចាប់ប៉ុន្តែវាក៏សាកល្បងថាស្នេហានេះរឹងមាំប៉ុណ្ណាចុងក្រោយនារីបានជ្រើសរើសផ្លាស់ប្ដូរជីវិតនាងមិនបោះបង់ការងារតែក៏មិនបោះបង់ស្នេហានាងបង្កើតគម្រោងជួយភូមិស្រុកស្រែផ្ដល់ការងារនិងឱកាសដោយមិនប្រើប្រាស់ដើម្បីគ្រប់គ្រងចាត់អ្នកណាប៊ុនថនបានឃើញថាស្ត្រីម្នាក់នេះមិនត្រឹមតែស្រឡាញ់គាត់ទេតែស្រឡាញ់អ្នកជុំវិញគាត់ផងដែរពេលនោះការងារនារីកាន់តែមានភាពមមាញឹកដែរប្រជុំកិច្ចសន្យាទូរស័ព្ទមិនស្ងាត់នាងស្នេហ៍ការប្រកួតពាណិជ្ជកម្មរក្សាក្រុមហ៊ុនបានជោគជ័យប៉ុន្តែបេះដូងនាងវិញមានអ្វីមួយបាត់បង់ប៊ុនថននៅស្រុកស្រែបន្តធ្វើការដូចមុនគាត់ថែរក្សាម្ដាយធ្វើស្រែធ្វើការសំណង់ពេលមានគេជួលជីវិតគាត់សាមញ្ញប៉ុន្តែពេលយប់ខ្លះគាត់នៅតែគិតដល់នារីមនុស្សដែលធ្លាប់ធ្វើឲ្យគាត់សុបិនល្អពេលនៅក្បែរនាងពួកគេនៅតែតាក់ទងគ្នាតែបន្តិចម្ដងសារខ្លាចជាខ្លីការហៅទូរស័ព្ទក៏កាន់តែបាត់មិនមែនព្រោះអស់ស្នេហាទេប៉ុន្តែព្រោះជីវិតម្នាក់ទាញពួកគេទៅផ្លូវខ្លួនឯងមួយឆ្នាំក្រោយមកនារីត្រឡប់ទៅភូមិម្ដងទៀតក្នុងនាមជាអ្នកគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ពេលពួកគេបានជួបគ្នានាងមិនបានរត់ទៅរកគ្នាមិនមានទឹកភ្នែកហូរដូចក្នុងរឿងនិទានទេមានតែស្នាមញញឹមតិចតួចនិងការយល់ចិត្តដោយភ្នែកពួកគេអង្គុយនិយាយគ្នាដូចមិត្តចាស់ពីរនាក់និយាយពីអតីតកាលនិយាយពីអ្វីដែលមិនបានคล้ายជាការពិតគ្មាននរណាសួរថាហេតុអ្វីមិននៅជាមួយគ្នាព្រោះចម្លើយមាននៅក្នុងចិត្តរួចហើយមុននឹងចែកភ្លើគ្នានារីនិយាយតែអ្នកគឺជាស្នេហាពិតរបស់ខ្ញុំបើទោះបីមិនបានរួមជីវិតរួមគ្នាក៏ដោយពេលនោះប៊ុនថនញញឹមហើយឆ្លើយថាអ្នកធ្វើឲ្យខ្ញុំដឹងថាខ្ញុំក៏មានតម្លៃដែរពួកគេចែកភ្លើគ្នាដោយគ្មានការសន្យាតែស្នេហានោះមិនបានបាត់បង់ទេវាគ្រាន់តែបំលែងទៅជាការចងចាំដែលធ្វើឲ្យមនុស្សពីរនាក់នេះคล้ายទៅជាមនុស្សល្អជាងមុនពេលវេលាជាច្រើនឆ្នាំកន្លងទៅនារីតែងតែទៅមើលគម្រោងការនៅភូមិនោះជាញឹកញាប់ចំណែកប៊ុនថនលែងជាជាងសំណង់ធម្មតាគាត់បានរៀនជំនាញបាយក្រុមការងារតូចមួយនៅស្រុកសង់ផ្ទះសាលារៀននិងអគារសហគមន៍ជីវិតគាត់មិនមានទ្រព្យសម្បត្តិច្រើនតែមានមោទនភាពថាអាចឈរលើខ្លួនឯងបាននារីក៏ផ្លាស់ប្ដូរដូចគ្នានាងមិនមែនជាស្ត្រីដែលប្រើប្រាស់ដើម្បីគ្រប់គ្រងចិត្តមនុស្សទៀតឡើយនាងបង្កើតក្រុមហ៊ុនដែលផ្ដល់ឱកាសដល់ជនបទធ្វើការជាមួយសហគមន៍ដោយគោរពតម្លៃមនុស្សមិនមែនផ្ដល់តម្លៃទៅលើប្រាក់ពួកគេជួបគ្នាម្ដងទៀតក្នុងគម្រោងសាងសង់មណ្ឌលសុខភាពតូចមួយនៅភូមិបន្ទាប់ពីការងារបញ្ចប់ពួកគេអង្គុយក្រោមដើមឈើចាស់ដែលធ្លាប់អង្គុយពីមុននារីនិយាយថាលើកមុនយើងស្រឡាញ់គ្នាប៉ុន្តែហាក់ទៅមុខមិនរួចប៊ុនថនឆ្លើយដោយសំឡេងស្ងប់លើកនេះយើងមិនចាំបាច់លះបង់ខ្លួនឯងដើម្បីស្នេហាទៀតទេมันមានការសន្យាធំមិនមានពាក្យផ្អែមមានតែការសម្រេចចិត្តសាមញ្ញដើរតទៅមុខជាមួយគ្នាដោយគោរពផ្លូវជីវិតគ្នាទៅវិញទៅមកលើកនេះមិនមានភាពខ្មាស់អៀនរវាងអ្នកក្រអ្នកមានអីទេមានតែការយល់ចិត្តនិងការគោរពគ្នាប៊ុនថនមិនមែនជាបុរសដែលត្រូវការការពារនារីក៏មិនមែនជាស្ត្រីដែលខ្លាចភាពឯកាពួកគេជាមនុស្សពីរនាក់ដែលអាចឈរលើខ្លួនឯងបានហើយជ្រើសរើសដើរជាមួយគ្នាមិនមែនពឹងគ្នាយប់មួយក្រោមពន្លឺច័ន្ទប៊ុនថនកាន់ដៃនារីហើយនិយាយដោយសំឡេងសាមញ្ញតែពោពេញចិត្តដោយចិត្តស្មោះលើកមុនខ្ញុំស្រឡាញ់អ្នកប៉ុន្តែខ្ញុំខ្លាចលើកនេះខ្ញុំមិនខ្លាចទៀតទេខ្ញុំចង់មានជីវិតធម្មតាតែមានអ្នកនៅជាមួយទឹកភ្នែកនារីហូរចុះដោយស្នាមញញឹមនាងឆ្លើយខ្ញុំមិនត្រូវការជីវិតធំទៀតទេខ្ញុំត្រូវការជីវិតដែលមានអ្នកពួកគេទាំងពីរក៏បានរៀបការជាមួយគ្នាមិនមានពិធីអធិកអធមតែមានស្នាមញញឹមពីចិត្តអ្នកម្ដាយប៊ុនថនញញឹមដោយទឹកភ្នែកមានមិត្តភ័ក្តិនិងអ្នកភូមិដែលធ្លាប់សង្ស័យតែឥឡូវនេះក៏យល់ចិត្តអ្នកទាំងពីរនារីស្លៀកសម្លៀកបំពាក់សាមញ្ញប៊ុនថនកាន់ដៃនាងយ៉ាងរឹងមាំពួកគេចាប់ផ្ដើមជីវិតថ្មីមិនមែនជាសុបិន
តែវាជាការពិតដែលមានគ្នានៅក្បែរស្នេហារបស់ពួកគេមិនមែនជាស្នេហាដែលកើតពីប្រាក់តែជាស្នេហាដែលឆ្លងកាត់ពេលវេលាហើយនៅសល់តែចិត្តស្មោះនិងរួមដំណើរជីវិតយ៉ាងមានក្តីសុខ